Elastic 110ជាផលិតផលការពារជំងឺទឹកនៅលើផ្ទៃដំបូលប្លង់សេរានហាលជញ្ជាំងក្រោមដីក្នុងផើងផ្កាយើងក៏អាចលាបនៅក្នុងបន្ទប់ទឹកបានដែរគុណសម្បត្តិ Elastic 110អាចបត់បែនបានល្អមិនជ្រាបទឹកនិងធន់នឹងអាកាសធាតុងាយស្រួលប្រើប្រាស់សម្រាប់របៀបប្រើប្រាស់គឺសម្អាតផ្ទៃឲ្យបានស្អាតល្អរួចបង្ហូរកៅឬបៀកកៅបំពេញផ្ទៃដែលមានស្នាមប្រេះរួចលាប Elastic 110ជា3ស្រទាប់ដោយស្រទាប់ទី1លាយធ្វើជាថ្នាំទ្រនាប់បរិមាណ Elastic 110 ml ជាមួយទឹកធម្មតា1លីត្រកូរដោយម៉ូទ័រចំនួន3នាទីរួចលាបដោយប្រើជក់ឬរឡូឲ្យបានសព្វផ្ទៃល្អរួចរង់ចាំរយៈពេល1ម៉ោងដើម្បីឲ្យផ្ទៃស្ងួតល្អបន្ទាប់ទី2ធ្វើការលាបទឹកថ្នាំសុទ្ធលាបជាទិសផ្ទុយនឹងស្រទាប់ដំបូងដើម្បីធានាបានថាយើងលាបបានសព្វផ្ទៃល្អរួចទុកចោលឲ្យស្ងួតប្រហែល4ទៅ6ម៉ោងបន្ទាប់មកលាបស្រទាប់ទី3ដែលជាស្រទាប់ចុងក្រោយនៅពេលដែលយើងលាបរួចភ្លាមយើងអាចធ្វើការបាច់ខ្សាច់មាត់ពីលើរួចទុកចោលរយៈពេល1ទៅ2ថ្ងៃជាការស្រេចព័ត៌មានបន្ថែមបងប្អូនអាចទំនាក់ទំនងតាមរយៈលេខទូរស័ព្ទនៅលើវីដេអូនេះបានសូមអរគុណ